ตุអីបានជាលោកដឹងថាខ្ញុំនៅទីនេះនៅទីនេះសិនទៅខ្ញុំទៅចង្ការបន្តិចល្ងាចបន្តិចបានខ្ញុំត្រឡប់មកវិញណាមើលថែខ្លួនផងយ៉ាងម៉េចបានហេតុអីក៏រកចង្ការខ្ញុំឃើញមករំអីបន្តិចទៀតគេដឹងខ្លួនហើយលោកតើមានរឿងអីប្រកបទៅអូតែគប់ក៏សែបគប់ទៅតែយូរទៅនឹងខ្លាចជាសង្សារហើយនាងសូមជូនរឿងនាគម៉ាក់វ័យក្មេងនិពន្ធដោយកញ្ញាសុខាផលិតដោយកញ្ញាសុខាសូមតាមដានទស្សនាក្នុង YouTube ខ្មែរ21ដោយរីករាយបានមកដល់រីយ៉ាក៏បានដើរលេងហើយក៏រអិលជើងដួលនីផាក៏បានទ្រជាប់លោកលេងខ្ញុំហេតុអីបានជាលោកដឹងថាខ្ញុំនៅទីនេះហេតុអីបានជាដើមមិនប្រយ័ត្នអញ្ចឹងនេះបើប៉ះពាល់ដល់កូនទៅហើយគិតយ៉ាងម៉េចពេលនេះនាងយ៉ាងម៉េចហើយមិនអីទេមែនទេកូនខ្ញុំមិនអីទេអរគុណហើយដែលបានជួយលោកត្រឡប់ទៅវិញទៅខ្ញុំមិនចង់ជួបមុខលោកទេខ្ញុំមិនទៅវិញទេខ្ញុំមានរឿងចង់និយាយជាមួយនាងច្រើនណាស់ទុកពេលឲ្យខ្ញុំបន្តិចទៅខ្ញុំគ្មានរឿងចង់និយាយជាមួយលោកទេហើយក៏ខ្ញុំមិនចង់ជួបមុខលោកដែរពេលដែលខ្ញុំនឹកឃើញលោកហើយខ្ញុំនឹកឃើញលោកហើយចំពោះខ្ញុំពេលនេះលោកទៅវិញទៅកុំឲ្យខ្ញុំស្អប់លោកខ្លាំងជាងនេះអីនីយ៉ាខ្ញុំសូមទោសរឿងកន្លងទាំងប៉ុន្មានខ្ញុំជាអ្នកខុសអត់ទោសឲ្យខ្ញុំម្ដងទៅណាគឺខ្ញុំចង់ប្រាប់ថារីយ៉ាឯងនៅណាឯងនៅទីនេះទេខ្ញុំខំទៅតាមរកនេះគឺលោកផានតាមកយ៉ាងម៉េចបានទៅឆាតយើងត្រឡប់ទៅវិញទៅខ្ញុំចង់ទៅវិញហើយថ្ងៃនេះដូចជាមិនស្រូវស្រួលខ្លួនទេខ្ញុំចង់ទៅសម្រាប់ចុះលោកផាគេមករកឯងគិតយ៉ាងម៉េចគេមកផ្លូវណាទៅផ្លូវនឹងវិញទៅឯងទៅឬមិនទៅបើឯងមិនទៅទេខ្ញុំទៅខ្លួនឯងក៏បានដែរណែលីយ៉ាចាំគ្នាផងនេះផាមិននិយាយស្ដីទោះបីគេថាយ៉ាងម៉េចក៏ដោយគេក៏ស៊ូទ្រាំអត់ធ្មត់គេត្រូវទៅយកឈ្នះរីយ៉ាឲ្យបានរីយ៉ាឯងគិតមកពីគេធ្វើអីទៅគេខំមករកឯងមិននិយាយជាមួយគេបន្តិចទៅខ្ញុំគ្មានអីនិយាយជាមួយគេទេឯងកុំនិយាយពីគេទៀតខ្ញុំមិនចង់ស្ដាប់នេះឯងមិនអាណិតគេទេអីខ្ញុំឃើញគេជួក្រៅផ្ទះតាំងពីយប់មិញម្លេះអុយគេចូលក្នុងផ្ទះបន្តិចទៅប្រយ័ត្នគេឈឺណាបើគេស្លាប់រឹតតែល្អព្រោះខ្ញុំមិនចង់ឃើញមុខគេទេមនុស្សដូចខ្ញុំមិនអត់ទោសឲ្យគេជាដាច់ខាតឯងក៏មិនរឹងអីខ្ញុំមើលទៅឯងមានចិត្តលើគេខ្លះដែរតែគួរឲ្យស្ដាយខ្ញុំខំស្រឡាញ់ឯងតែឯងមិនស្រឡាញ់ខ្ញុំសោះយើងបានត្រឹមជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះយើងជាមិត្តភក្តិនឹងគ្នាល្អហើយព្រោះស្នេហាមិនអាចបង្ខំបានឡើយឯងថាយើងមានចិត្តលើគេយើងគ្មានទេបានហើយយើងទៅដើរលេងវិញល្អជាងពេលនេះកូនផាគេទៅអង្វររីយ៉ាបានឬអត់ទេខ្ញុំបារម្ភណាស់ខ្ញុំខ្លាចតែរីយ៉ាគេមិនអត់ទោសឲ្យទេលោកម្ចាស់កុំបារម្ភអីយ៉ាងណាអ្នកប្រុសតូចត្រូវតែស៊ូសាប់ហើយខ្ញុំគិតថាអ្នកប្រុសនឿមមួយរីយ៉ាត្រឡប់មកវិញខានបើអ៊ំគិតបែបនេះល្អហើយខ្ញុំក្រែងលោកគេធ្វើមិនបានសម្រេចកុំគិតច្រើនអីលោកម្ចាស់អ្នកប្រុសតូចប្រកបជាធ្វើបានសម្រេចអ្នកប្រុសតូចអត់ធ្មត់ដូចអ្នកស្រីអញ្ចឹងបើអញ្ចឹងល្អហើយខ្ញុំចេញទៅខាងក្រៅផ្លេតមើលផ្ទះផងចាលោកម្ចាស់ខ្ញុំប្រកាសជាមើលឲ្យបានល្អមិនអោយរត់ទៅណាទេនាងភីចាប់តាំងពីម្ដាយស្លាប់ទៅនាងក៏បានរស់នៅឯបរទេសច្រើនខែហើយនាងក៏បានត្រឡប់មកស្រុកកំណើតវិញចាប់តាំងពីពេលនោះមកនាងបានត្រឡប់មកផ្ទះមួយរយៈហើយនាងក៏បាននឹកឃើញនិផាមុនគេ
រិយាឯងនៅទីនេះសិនទៅខ្ញុំទៅចង្ការបន្តិចល្ងាចបន្តិចបានខ្ញុំត្រឡប់មកវិញណាមើលថែខ្លួនផងទៅចុះខ្ញុំនៅតែឯងបានឆាតក៏បានដើរចេញទៅដល់ពាក់កណ្ដាលផ្លូវក៏ជួបនាងភីមណាគេមកឈរនៅទីនេះអញ្ចឹងខ្ញុំដើរទៅមើលលោកពូថាចំការនៅទីនេះហេតុអីក៏មិនឃើញមនុស្សនៅអញ្ចឹងខ្ញុំដើររឡើងជុកជងហើយនៅតែមិនឃើញទៀតនេះនាងតើនាងមកទីនេះយ៉ាងម៉េចបានហេតុអីក៏រកចំការខ្ញុំឃើញលោកខ្ញុំមករកឡើងជុកជើងហើយចំការលោកមែនទេចុះឯណាមកផានាងមករកសង្សាររបស់នាងនៅចំការខ្ញុំបើអញ្ចឹងតាមខ្ញុំមកនេះឆាតក៏បាននាំនាងដើរទៅហើយក៏ជួបរិយាឯងទៅណានឹងនេះឯងមានឃើញលោកផាទេគឺសង្សារគេមករកខ្ញុំមិនដឹងទេគេនៅតែគេខ្ញុំនៅតែខ្ញុំគ្មានពាក្យប៉ុនអីនឹងគ្នាទេស្មើនេះប្រហែលគេប្រញាប់ត្រឡប់ទៅវិញហើយមើលទៅមើលនាងចង់ជួបនាងទៅមើលខាងក្រោយចំការទៅក្រែងលោជួបព្រោះពីយប់មិញខ្ញុំឃើញឈួននៅទីហ្នឹងនាងបើអញ្ចឹងខ្ញុំជូននាងទៅណាក្រែងលើមិនស្គាល់ផ្លូវនាងក៏បានដើរទៅទាញទឹកមុខស្រពោនរិយានេះឯងកាត់អីនឹងហេតុអីថ្ងៃនេះនិយាយមិនចូលត្រចៀកអញ្ចឹងគ្មានអីទេគ្រាន់តែនិយាយធម្មតាយើងត្រឡប់ទៅវិញទៅពេលនេះប្រហែលគេបានជួបគ្នាហើយមើលទៅតាំងពីយប់ឈរនៅក្រៅផ្ទះហាភ្លៀងហាខ្យល់ធ្វើឲ្យគេក្តៅខ្លួនយ៉ាងខ្លាំងហើយគេសន្លប់បាត់បង់ស្មារតីនាងភីមក៏បានមកដល់ឃើញនាយផាសន្លប់បាត់បង់ស្មារតីធ្វើឲ្យគេភ័យយ៉ាងខ្លាំងបងផាបងកើតអីនឹងបងដឹងខ្លួននឹងបងផាជួយផងមានអ្នកនៅម្ដុំនេះទេលោកឆាតជួយផងគេក៏បាននាំនាយផាទៅសម្រាកក្នុងផ្ទះនេះប្រហែលជាមកពីយប់មិញហើយធ្វើឲ្យគេទៅជាបែបនេះនាងកុំបារម្ភអីបន្តិចទៀតគេដឹងខ្លួនហើយលោកតើមានរឿងអីប្រកបទៅហេតុអីបងផាមកនៅក្រៅផ្ទះបែបនេះខ្ញុំដូចជាមិនយល់ទេប្រាប់ខ្ញុំបានទេនាងមិនទាន់ដឹងរឿងមែនទេមានរឿងអីទៅបើរឿងដល់ថ្នាក់នេះហើយខ្ញុំក៏មិនលាក់បាំងដែរបើអញ្ចឹងយើងទៅនិយាយខាងក្រៅទៅបានទៅនិយាយខាងក្រៅនាយឆាតក៏និយាយហេតុការណ៍ទាំងអស់ឲ្យនាងស្ដាប់នាងបានស្ដាប់ចប់ហើយធ្វើឲ្យបេះដូងគេឈឺចាប់ពន់ពេកមិននឹកស្មានថាធ្វើដាក់នាងបែបនេះសោះនាយផាវិញក៏បានដឹងខ្លួនឡើងហើយមកមើលរកតែរិយាកុំទៅចោលខ្ញុំអីខ្ញុំសុំទោសអត់ទោសឲ្យខ្ញុំទៅខ្ញុំស្រឡាញ់នាងភីមក៏បានស្ដាប់ឮនាយផាមកមើលរកឈ្មោះរិយានាងក៏បានអន់ចិត្តយ៉ាងខ្លាំងធ្វើឲ្យគេនៅទីនេះលេងបាននាងក៏ត្រឡប់ទៅរិយាឯងមកពីណាខ្ញុំទៅចំការឯងនឹងហើយខ្ញុំទៅបេះផ្លែឈើញ៉ាំមិនហើយមានការអីមែនទេបានសួររកខ្ញុំនេះឯងមានដឹងទេថាពេលនេះលោកផាគេឈឺធ្ងន់ណាស់គេឈួរចាំឯងនៅក្រៅផ្ទះពីយប់មិញនេះតែនៅពេលនេះគេមិនទាន់ដឹងខ្លួនផងនេះឯងមិនទៅមើលគេបន្តិចទេគេឈឺឬគឺជារឿងរបស់គេអ្នកណាប្រើឲ្យគេទៅឈ្មោះហាភ្លេងហាខ្យល់ធ្វើអីទៅគេក៏មានសង្សារមើលដែរតានេះឯងនៅមករឿងទៀតតាមចិត្តបើគេស្លាប់ទៅឯងកុំមកយំស្ដាយក្រោយបានហើយរិយាពេលដឹងថានាយផាឈឺធ្ងន់ធ្ងរធ្វើឲ្យបេះដូងគេនៅមិនសុខមាត់និយាយថាស្អប់តែក្នុងចិត្តគេនឹកដល់គេគ្រប់ពេលនេះនាងទៅវិញហើយមែនទេនេះនាងមិននៅមើលលោកផាសិនទេឲ្យខ្ញុំនៅយ៉ាងម៉េចបើគេមិនស្រឡាញ់យើងផងនោះបើលោកមិនប្រាប់ខ្ញុំទេខ្ញុំក៏មិនដឹងទេថាបងផាស្រឡាញ់រិយាដែរហើយថែម
ទាំងមានកូនជាមួយគ្នាទៀតឲ្យខ្ញុំដើរតាមផ្លូវខ្ញុំល្អជាង មិនមានតែនាងទេដែលត្រូវខូចចិត្តខ្ញុំក៏ខូចចិត្តដែរស្រឡាញ់គេមិនស្រឡាញ់ពេលនេះមានតែឲ្យគេពីរនាក់ស្រឡាញ់គ្នាហើយព្រោះបេះដូងរាយាពេលនេះគេមានតែលោកផាតែប៉ុណ្ណោះ ទោះបីនាងមិនបង្ហាញក្តីស្រឡាញ់ក៏ខ្ញុំដឹងថានាងមានចិត្តទៅលើគេដែរ បើអ្នកនាងគ្មានអ្នកណាទេខ្ញុំក៏គ្មានអ្នកណាដែរយើងទាំងពីរនាក់មកខ្សែគប់គ្នាទៅព្រោះយើងជាអ្នកខូចចិត្តដូចគ្នាតើអ្នកនាងយល់យ៉ាងម៉េចដែរអូខេទេ នាងងាយគិតបែបហ្នឹងហ៎ក៏ប៉ុន្តែខ្ញុំមិនប្រកែកទេ ពិតមែនណាខ្ញុំសប្បាយចិត្តណាស់ដែលអ្នកនាងយល់ព្រម ណៃកុំសប្បាយចិត្តពេកខ្ញុំយល់ព្រមជាមួយលោកគ្រាន់តែសឹកគប់គ្នាទេខ្ញុំមិនបានយល់ព្រមធ្វើសង្សារទេ ខ្ញុំខំតែអតែគប់ក៏សែបគប់ទៅតែយូរទៅនឹងខ្លាចជាសង្សារហើយអ្នកនាង